ប្រលឹងអញអើយចូលសរសើរដល់ព្រះយេហូវ៉ាចុះហើយកុំអោយភ្លេចបណ្ដាព្រះគុណណាមួយរបស់ទ្រង់ឡើយដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯងទ្រង់ប្រោះជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជាក៏ជួយជីវិតឯងឲ្យរួចពីរណ្ដៅហើយយកសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណាបំពាក់ជាមកុដឲ្យឯងវិញទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើងហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងជាពិតប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញគឺជាអ្នកដែលព្រះបានវាយជាអ្នកដែលរងវេទនាតែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើងក៏ត្រូវវាយជួមដោយព្រោះអំពើទុច្ចរិតរបស់យើងទេឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រីនោះបានធ្លាក់ទៅលើទ្រង់ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់ព្រះយេស៊ូវទ្រង់យាងគ្រប់សពក្នុងស្រុកកាលីលេទ្រង់បង្រៀនក្នុងអស់ទាំងសាលាប្រជុំក៏ប្រកាសដំណឹងល្អពីនគរព្រមទាំងប្រោះជំងឺគ្រប់មុខនិងអស់ទាំងជរាពិការក្នុងពួកបណ្ដាជនឲ្យជាផងដំណឹងពីទ្រង់បានឮសុសសាយទូទៅពេញក្នុងស្រុកសេរីគេក៏នាំអស់ទាំងមនុស្សដែលមានជំងឺរោគាគ្រុំគ្រាផ្សេងៗទាំងមនុស្សអារក្សចូលមនុស្សឆ្កួតជ្រូកនិងមនុស្សស្លាប់ដៃស្លាប់ជើងមកឯទ្រង់ហើយទ្រង់ក៏ប្រោសឲ្យបានជាទាំងអស់គ្នាតើមានពួកអ្នករាល់គ្នាណាកើតទុក្ខលំបាកឬទេត្រូវឲ្យអ្នកនោះអធិដ្ឋានតើមានអ្នកណាអសប្បាយឬទេត្រូវឲ្យគេច្រៀងសរសើរដល់ព្រះចុះតើមានពួកអ្នករាល់គ្នាណាឈឺឬទេត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិដ្ឋានឲ្យចុះព្រមទាំងលាបប្រេងឲ្យដោយនៅព្រះនាមព្រះអង្គម្ចាស់ផងនោះពាក្យអធិដ្ឋាននៃសេចក្តីជំនឿនឹងជួយសង្គ្រោះដល់មនុស្សហេវនោះហើយព្រះអង្គម្ចាស់ទ្រង់នឹងប្រោសឲ្យគាត់បានជាឡើងបើគាត់បានធ្វើបាបអ្វីនោះនឹងបានអត់ទោសឲ្យផងដូច្នេះចូលឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នាហើយអធិដ្ឋានឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យបានជាចុះបាត់សេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិតនោះពូកែណាស់